ទួលដុតខ្មោចនៅខាងកើតភូមិព្រៃបាយមានទួលមួយខ្ពស់ជាងដីជុំវិញជាកន្លែងបុរាណដែលដាក់ស្រុកហៅថាទួលដុតខ្មោចកាលពីជំនាន់ដើមពេលមានអ្នកស្លាប់ដោយគ្មានញាតិឬស្លាប់ដោយជំងឺរាតត្បាតគេយកមកបូជានៅទីនោះទួលនោះនៅជាប់ផ្លូវតូចមួយដែលជាកន្លែងអ្នកភូមិទៅរកត្រីនិងរាយម៉ោងជាប្រចាំផ្លូវតូចនោះសម្បូរដោយព្រៃដើមត្នោតដើមខ្ពស់ខ្ពស់រំលេចជាយជាមួយដើមព្រីងដើមក្រសាំងនិងព្រៃរុក្ខជាតិដទៃទៀតពេលថ្ងៃមើលទៅធម្មតាតែពេលល្ងាចចូលមកដល់វាប្រហែលជាស្ងប់ស្ងាត់ចូលចិត្តធ្វើឲ្យអ្នកដំណើរមិនសូវហ៊ានដើរកាត់ឡើយអ្នកស្រែចម្ការនៅភូមិព្រៃបាយភាគច្រើនតែវាផ្លូវជុំវិញទួលមិនដើរកាត់ផ្ទាល់ឡើយពួកគេនិយាយថាពេលយប់មានអារម្មណ៍ដូចមាននរណាម្នាក់ដើរតាមក្រោយឬសំឡេងជើងជន់ស្លឹកស្ងួតអង្រុនមេក្រសាំងប៉ុន្តែពេលអ្នកនោះងាកមើលវិញមិនឃើញមាននរណាសោះខ្លះទៀតថាដើមព្រីងធំក្បែរទួលស្រាប់តែអង្រុនរង្គើទោះបីគ្មានខ្យល់ក៏ដោយខ្លះទៀតឮសំឡេងមនុស្សដើរតាមក្រោយស្ដាប់ទៅគួរឲ្យខ្លាចមានពេលមួយពូប្រុសដែលជាអ្នករាយសន្ទួយពេលយប់ត្រឡប់ពីបឹងយឺតពេកពេលដើរកាត់ទួលគាត់ឮសំឡេងដើរតាមក្រោយជិតគាត់ឈប់សំឡេងក៏ឈប់គាត់ដើរទៅវិញសំឡេងក៏ដើរតាមពូប្រុសចាប់ផ្ដើមញ័រដៃញ័រជើងបេះដូងលោតខ្លាំងហើយស្ទុះរត់មិនមើលក្រោយរហូតដល់ផ្ទះពូលុយក៏ធ្លាប់ជួបដូចគ្នាគាត់ប្រាប់ថាខណៈពេលកំពុងដើរស្រាប់តែដើមក្រសាំងមួយក្បែរផ្លូវអង្រុនខ្លាំងណាស់ដោយមាននរណាឡើងលើយមានសំឡេងស្រទន់ស្រែកហៅឈ្មោះគាត់តាមខ្យល់គាត់ស្រក់ញើសទាំងត្រជាក់ហើយសំពះសុំទោសសុំអភ័យទោសមុនរត់ចេញពីទីនោះនាយស្រស់និងនាយថៃដែលជាកំឡោះក្លាហានមិនជឿរឿងខ្មោចទេថ្ងៃមួយពួកគេព្រមគ្នាសាកល្បងដើរកាត់ទួលទាំងយប់ដើម្បីបង្ហាញថាមិនមានអ្វីគួរឲ្យខ្លាចពេលដើរទៅដល់កណ្ដាលទួលស្រាប់តែខ្យល់ត្រជាក់បក់លើប៉ះខ្នងដើមព្រីងយ៉ាងរុនរង្គើឬសូរស្លឹកឈើស្រាក់ដូចជាមានអ្វីមួយលាក់ខ្លួននៅលើមែកឈើបន្ទាប់មកមានសំឡេងដើរតាមក្រោយច្បាស់មិនមែនសំឡេងមនុស្សម្នាក់ទេតែដូចជាច្រើនជើងជាន់ដីឬសំឡេងព្រឹបគួរឲ្យខ្លាចមិត្តអ្នកស្រុកទាំងឡាយនេះគឺជារឿងពិតនាយថៃចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចខ្សោយចិត្តមុនគេស្រែកថាកុំឡងខ្ញុំអីខ្ញុំមិនបានមករំខានទេនាយស្រក់ដែលធ្លាប់អួសខ្លាំងក៏មុខស្លៃស្លាំងមិនហ៊ានងាកមើលក្រោយពួកគេទាំងពីររត់ជាមួយគ្នាដោយមិនដឹងថាខ្លួនឯងរបូតស្បែកជើងនៅណាទេចាប់តាំងពីពេលនោះមកមិនមាននរណាហ៊ានអួតថាក្លាហានឡើយអ្នកភូមិជឿថាវិញ្ញាណអ្នកដែលធ្លាប់ត្រូវបូជានៅទីនោះមិនទាន់ស្ងប់សុខពេលមានអ្នកដើរកាត់ដោយមិនគោរពឬនិយាយលេងសើចមិនសមរម្យវិញ្ញាណនោះតែងតែបង្ហាញអំណាចឲ្យដឹងថាទីនោះជាកន្លែងសាការៈមិនមែនទីលេងសើចឡើយក្រោយមកអ្នកភូមិចាស់នៅភូមិព្រៃបាយបានប្រមូលគ្នាធ្វើពិធីបួងសួងសែនព្រេននិងអញ្ជើញព្រះសង្ឃមកសូត្រមន្តដើម្បីសុំឲ្យវិញ្ញាណទាំងនោះស្ងប់សុខបន្ទាប់ពីពិធីនោះការលងបន្លាយក៏ថយចុះប៉ុន្តែអ្នកភូមិនៅតែគោរពទួលនោះមិនហ៊ានប្រមាថមិននិយាយលេងសើចរឿងទួលដុតម៉មោចនេះត្រូវបានប្រាប់បន្តគ្នាជាព្រេងកថាដាស់តឿនកូនចៅឲ្យគោរពទីកន្លែងបុរាណ
នឹងមិនប្រមាថវិញ្ញាណអ្នកស្លាប់ព្រោះសម្រាប់អ្នកភូមិព្រៃបាយទួលនោះមិនមែនត្រឹមតែជាទួលធម្មតាទេប៉ុន្តែជាអង្គចងចាំនៃអតីតកាលដែលពោរពេញដោយអត្ថកម្បាំងនិងភាពគួរឲ្យគោរពរហូតមកដល់សព្វថ្ងៃបន្ទាប់ពីរឿងឡងបន្លាចនៅទួលដុតខ្មោចកាន់តែញាប់ញ័រអ្នកភូមិព្រៃបាយក្នុងស្រុកកោះអណ្ដែតខេត្តតាកែវក៏ចាប់ផ្ដើមសង្ស័យថាមិនមែនជាវិញ្ញាណធម្មតាទេប៉ុន្តែប្រហែលជាមានមនុស្សបញ្ជាដាក់វិញ្ញាណក្រោយគ្រូអាគម2នាក់នៅខាងត្បូងភូមិមានគ្រូអាគមម្នាក់ឈ្មោះតាភ្លើងគាត់ជាមនុស្សមុខតឹងមិនសូវនិយាយល្អជាមួយនរណាតាភ្លើងល្បីថាចាក់មុនអាគមខ្មែរចូលចិត្តធ្វើពិធីកណ្ដាលយប់ប្រើមុនដាស់វិញ្ញាណឲ្យធ្ញាក់ឡើងគាត់ជឿថាបើគ្រប់គ្រងវិញ្ញាណបាននឹងមានអំណាចលើមនុស្សទាំងអស់ក្នុងភូមិរាត្រីមួយក្រោមពន្លឺភ្លើងទៀនភ្លឹបភ្លែតតាភ្លើងទៅកាន់ទួលដាក់គ្រឿងសែនមានខ្សែប្រត់ក្រដាស់អក្សរអាគមនិងម្សៅខ្មៅគាត់សូត្រមុនសំឡេងទាបខ្យងក៏បោករង្គើដើមស្វាយធំលើទួលបន្ទាប់មកសំឡេងស្លឹកក៏ឮចម្លែកហាក់ដូចជាមានអ្វីមួយលាក់ខ្លួននៅលើមែកឈើបន្ទាប់មកមានសំឡេងដើរតាមក្រោយច្បាស់មិនមែនសំឡេងមនុស្សម្នាក់ទេតែដូចជាច្រើនជើងជាន់ដីឬសំឡេងព្រឹបគួរឲ្យខ្លាចមិត្តអ្នកស្រុកទាំងឡាយនេះគឺជារឿងពិតតាភ្លើងចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចខ្សោយចិត្តមុនគេស្រែកថាកុំលងខ្ញុំអីខ្ញុំមិនបានមករំខានទេតាយ៉ែនដែលជាគ្រូចិត្តកស្លៀកពាក់សាមញ្ញស្គាល់ព្រះធម៌និងអាគមសុទ្ធគាត់មិនប្រើអំណាចដើម្បីបង្ខំវិញ្ញាណទេប៉ុន្តែប្រើដើម្បីសង្គ្រោះនិងបញ្ចប់កម្មអាក្រក់ពេលអ្នកភូមិនាំគ្នាទៅសុំជំនួយតាយ៉ែនស្ងៀមស្ងាត់មួយផ្លែតរួចនិយាយថាវិញ្ញាណដែលឡងមិនមែនចង់អុកឡុកទេប៉ុន្តែត្រូវបានបង្ខំឲ្យចេញបើមិនកាត់ឬមូលហេតុការឡងនឹងមិនចប់ឡើយយប់មួយតាយ៉ែនយកខ្សែសើប្រាក់មុននិងទឹកមុនទៅកាន់ទូលពេលគាត់ដើរទៅដល់ក៏ឃើញតាភ្លើងកំពុងធ្វើពិធីដាស់វិញ្ញាណម្ដងទៀតខ្យល់បក់ខ្លាំងមេឃក្រហមដើមស្វាយធំរង្គើដូចជាចាំងបាក់តែយ៉ែនសូត្រមុនសំឡេងខ្ពស់ច្បាស់ពន្លឺទៀនតាភ្លើងចាប់ផ្ដើមរលត់មួយសំឡេងខ្យល់ថយចុះអាកាសធាតុត្រជាក់ក៏ផ្លាស់ទៅស្ងប់ស្ងាត់តាភ្លើងខឹងខ្លាំងណាស់ស្រែកថាអំណាចនេះជារបស់ខ្ញុំភូមិនេះត្រូវស្គាល់ថាខ្ញុំជាអ្នកខ្លាំងជាងគេតាយ៉ែនតបថាអំណាចដែលប្រែបំផ្លាញគឺបំផ្លាញខ្លួនឯងជាមុនគាត់បន្តសូត្រមុនបញ្ចប់ពិធីខ្មៅស្រាប់តែខ្សែព្រាត់និងក្រដាសអាគមរបស់តាភ្លើងរលត់ដោយត្រីភ្លើងឆេះខ្លួនឯងខ្យល់ឈូសបក់ដើមស្វាយស្ងប់វិញតាភ្លើងអស់កម្លាំងដួលអង្គុយលើដីគាត់យល់ថាអាគមខ្មៅដែលគាត់ប្រើបានបង្កគ្រោះទៅដល់អ្នកដទៃនិងខ្លួនឯងអ្នកភូមិនាំគ្នាអង្វរឲ្យគាត់បោះបង់មុនអាក្រក់ហើយតាយ៉ែនដំឡើងឲ្យគាត់សុំទោសវិញ្ញាណនៅទួលចាប់ពីពេលនោះទៅទួលដុតខ្មោចស្ងប់សុខឡើងវិញអ្នកភូមិគោរពទីនោះជាកន្លែងសក្ការៈមិនប្រមាថមិននិយាយលេងសើច
រឿងតួដុតខ្មោចនេះត្រូវបានប្រាប់បន្តគ្នាជាព្រេងកថាដាស់តឿនកូនចៅឲ្យគោរពទីកន្លែងបុរាណនិងមិនប្រមាថវិញ្ញាណអ្នកស្លាប់ព្រោះសម្រាប់អ្នកភូមិព្រីបាយទួលនោះមិនមែនត្រឹមតែជាទួលធម្មតាទេប៉ុន្តែជាអង្គចងចាំនៃអតីតកាលដែលពោរពេញដោយអត្ថកម្បាំងនិងភាពគួរឲ្យគោរពរហូតមកដល់សព្វថ្ងៃយើងខ្ញុំសូមអរគុណរាល់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូននៅនឹងក្រៅប្រទេសទាំងអស់គ្នាជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាជួបតែពុទ្ធពរទាំង5ប្រការសូមជួយចុច follow page និង subscribe YouTube ម្នាក់មួយគុណបងប្អូន